រឿងឆ្កែមើលឃើញខ្មោចជាហេតុភេទស្រុកខ្ញុំបានធ្លាប់ឮម្ដាយនិងឪពុកគាត់និទានប្រាប់ខ្ញុំថាបើឮឆ្កែលូឬព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់នៅភូមិណាស្រុកណាដែលក្រៅអំពីក្រុងព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខត្បិតខ្មោចបិសាចវាដើររាតត្បាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់គ្នាព្រោះឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលៀងមីមុតប៉ុន្តែមិនបានប្រកាសឈ្មោះបុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃលុបទ្រុបគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ពូផ្ដាំទៅប្រពន្ធខ្ញុំឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅគាត់ពិតណាស់គាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅឯណាខ្មោចឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារៈឯនោះបុរសឮហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺថ្នាំសម្រាប់មើលឃើញខ្មោចទាំងអស់ខ្មោចឲ្យប្រទាលនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពាសពេញតែព្រៃគាត់ចេះតែដើរទៅគ្មានភ័យខ្លាចអ្វីទាំងអស់ឡើយគាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារៈលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីសំណែនដែលគេសែននៅពោពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោយដៃហៅចំពីមុខនិយាយថាប្តីហងឲ្យទៅឲ្យឆាប់ព្រោះកូនយំជាខ្លាំងខ្មោចនឹកឆ្ងល់ណាស់ម៉េចបុរសនោះមើលឃើញអញទើបដើរសម្ដៅទៅហើយសួរថាចុះអ្នកឯងម៉េចក៏មើលអញឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះប្រទាលដែលប្តីហងឲ្យអញបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសពុំព្រមឲ្យក៏មានការប្រវាយប្រតប់គ្នាដណ្ដើមប្រទាលប្រហោងនោះបុរសចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកណាក៏មើលមិនឃើញថាជាប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ទាតែម្នាក់ឯងម្ល៉េះហើយគេក៏នាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើតលុះប្រវាយប្រតប់អស់មួយសន្ទុះធំបុរសក៏ចង់រសាយដៃក៏របូតប្រទាលនោះពីដៃទៅខ្មោចស្ទុះប្រងមករើយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារមានរឿងនិទានយ៉ាងនេះបានជាមានជំនឿថាឆ្កែវាមើលឃើញខ្មោចបើឆ្កែព្រុសលូក្នុងពេលយប់ព្រោះវាមើលឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងដើម្បីយកមកប្រើការស័ក្តិសិទ្ធិផ្សេង